សួស្តីបងប្អូនតោះយើងមានមុខម្ហូបមួយមុខទៀតហើយគឺថ្ងៃនេះគឺយើងបានខំរះណាបងប្អូនឥឡូវមុននឹងខំរះយើងចាប់ផ្ដើមចិញ្ច្រាំសាច់ជ្រូកឲ្យវាម៉ត់ចូលគ្នាសិនដើម្បីញាត់ចូលម្រះណាបងប្អូនឥឡូវយើងចិញ្ច្រាំជិតមាត់ហើយបងប្អូនហើយនេះគឺចិញ្ច្រាំបែបហ្នឹងណាឥឡូវយើងមកចិត្តម្រះជាកង់មកដើម្បីញាត់ចូលញាត់សាច់ជ្រូកហ្នឹងចូលបងប្អូននេះយើងចិត្តកង់ចេះហើយលាងវាឲ្យស្អាតចឹងណាបងប្អូនយើងលាងវាឲ្យស្អាតណាបន្ទាប់មកក៏យើងចិត្តឲ្យយើងញាត់ឥឡូវបានថតអាកន្លែងញាត់សាច់ជ្រូកហ្នឹងបងប្អូនឥឡូវនេះយើងញាត់ហើយយើងយកមកដាក់ខវាចោតអញ្ចឹងមកងាស់វាឲ្យវាផុយសាច់ម្រះហ្នឹងណាបងប្អូនទៅយើងយកមកញ៉ាំទៅវានឹងមានរសជាតិថាឆ្ងាញ់តែម្ដងបងប្អូនឥឡូវយើងចាប់ផ្ដើមពុះបដាហើយនេះគឺបែបនេះចឹងណាហើយម្រះយើងគឺយើងរងាស់ឲ្យវាផុយតិចមកបានវាបាត់ល្វីងបងប្អូនយើងអន់បាច់ហើយក៏យើងរងាស់វាឲ្យវាផុយឲ្យរៀងផុយខ្លាំងមកទៅយើងយកមកញ៉ាំទៅវាមានរសជាតិថាល្វីងតិចហើយនឹងឆ្ងាញ់តែម្ដងវាចាប់ជាតិជាមួយនឹងសាច់ជ្រូកចឹងណាឥឡូវនេះយើងមកងាស់វាចឹងបងប្អូនហើយរងាស់ឲ្យវាឡើងទុនល្មើសាច់ម្រះហ្នឹងណាហើយអ្នកខ្លះក៏ចូលចិត្តរៀងរឹងតិចបើតាមខ្ញុំចូលចិត្តរៀងតុនពេលដែលញ៉ាំចូលមាត់ទៅគឺឆ្ងាញ់តែម្ដងបងប្អូនហើយឥឡូវយើងរងាស់វាតិចទៀតមកយើងទុកវាហើយជាកន្លះម៉ោងទៅ1ម៉ោងអញ្ចឹងណាដើម្បីឲ្យវារៀងផុយម្រះហ្នឹងហើយម្រះហ្នឹងគឺជាវាមិនសូវរវិញបានទេបងប្អូនកាលណាយើងរងាស់យូរវាកាន់ចេញជាតិរវិញកាន់តែខ្លាំងអញ្ចឹង